Trong liệp xô nàyទាំងគ្នាថ្ងៃមុនបានលពៅពីផ្ទះមកក្មេកមកតែទិញណាទិញតាមផ្លូវចឹងថ្ងៃនេះចង់មកធ្វើស៊ុបលពៅម្ដងស៊ុបលពៅនេះធ្វើតាម YouTube គេមានដាក់លាយប្រហែលមុខហ្នឹងចឹងណាមានខ្ទឹមបារាំងខ្ទឹមសមានបន្លែពី3មុខក្នុងហ្នឹងយើងយកដាក់ដុតទីមានអូវ៉ាន់ដុតក្នុងអូវ៉ាន់ណាមុននឹងយើងដាក់ដុតយើងត្រូវរោយគ្រឿងខ្លះមានជាម្សៅខ្ទឹមម្សៅម្ទេសផ្លោកអំបិលបន្តិចហើយនឹងប្រេងអូលីវពីលើហ្នឹងបើសិនជាមានម្សៅ rosemary ក៏យើងដាក់ rosemary ពីលើនោះបានដែរហើយយើងយកដាក់ដុតតែបើសិនជាយកមានម៉ាស៊ីនដុតទេយើងអាចដាក់យកដាក់អាំងអីចឹងទៅបន្ទាប់ពីដុតហើយនេះវារៀងលៀងឡើងពណ៌អញ្ចឹងមកយើងយកពំវាដាក់កិនអញ្ចឹងបើអ្នកទាំងអស់គ្នាមានម៉ាស៊ីនកិនធំជាងហ្នឹងកិនបានម៉ត់ល្អជាងហ្នឹងអញ្ចឹងណាដោយសារនេះម៉ាស៊ីនរបស់ខ្ញុំវាមិនមែនម៉ាស៊ីនទេប្រដាប់កិនទាញដៃទៅវាអត់សូវម៉ត់ល្អទេដាក់ទឹកកដាទេដើម្បីកិនចឹងម៉ាស៊ីនកិនដៃរបស់ខ្ញុំនេះវាអត់សូវជាកិនបានម៉ត់ល្អទេធ្វើការប្រើពេលយូរដើម្បីបានម៉ត់ហើយយើងម៉ត់ហើយយើងយកទៅចាក់ក្នុងខ្ទះចឹងខ្ទះយើងត្រៀមបើកភ្លើងឲ្យវាក្តៅហើយចឹងទៅចាក់ក្នុងខ្ទះពេលដែលចាក់ហើយយើងកាត់ដុំបឺសាបម្ដុំទូចដាក់ក្នុងខ្ទះហ្នឹងដើម្បីមានជាតិឈ្ងុយហើយយើងបើកភ្លើងវាទៅបើកភ្លើងតិចកំណត់ភ្លើងខ្លាំងពេកហើយថែមម្សៅស៊ុបមាន់ហើយនឹងយើងថែមទឹកស៊ុបថែមទឹកសយើងបន្តិចទៅបានហើយនឹងមានម្សៅប៉ាប្រីកាម្សៅម្ទេសផ្លោកនេះបន្ថែមមកទៀតហើយនៅក្នុងខ្ញុំក៏បានដាក់ជា heavy cream ក្នុងហ្នឹងដែរហើយពុះទៅគ្រាន់ភ្លើងបើកតិចតិចចឹងណាក្នុងពេលវាឆ្អិនហើយយើងដាក់ parmesan cheese រោយពីលើឲ្យវារលាយតិចទៅយើងដាក់ចុះគឺញ៉ាំបានហើយចាអញ្ចឹងស៊ុបល្ពៅរបស់យើងថ្ងៃនេះហើយយើងដាក់ចានត្រៀមញ៉ាំតែម្ដងស៊ុបល្ពៅនេះគេអាចញ៉ាំជាមួយនំប៉័ងខ្ញុំបានដុតនំប៉័ងដែរអញ្ចឹងខ្ញុំនឹងសាកញ៉ាំជាមួយនំប៉័ងថាវាមានរសជាតិបែបណាអញ្ចឹងណាយើងអាចញ៉ាំជំនួសអាហារពេលល្ងាចអាហារពេលព្រឹកអាហារពេលថ្ងៃបានព្រោះនំប៉័ងវាធ្វើឲ្យយើងឆ្អែតបានយូរចាអ្នកទាំងអស់គ្នាមើលនេះគឺជាស៊ុបល្ពៅហើយនេះគឺជានំប៉័ងដែលខ្ញុំបានដុតចាស្នាដៃផ្ទាល់